ការចរចារវាងអាមេរិកនិងអឺរ៉ង់ក្លាយជាចំណុចក្តៅនៃទីផ្សារមាសខណៈភាពមិនច្បាស់លាស់ជំរុញឲ្យតម្លៃមាសមានការប្រែប្រួលខ្លាំងសួស្តីមកលោកស្រីមកកាន់កម្មវិធីពីនេះពីនោះពីទីផ្សារបដូរប្រាក់ទីផ្សារមាសសកលកំពុងស្ថិតនៅក្រោមស្ថានភាពប្រុងប្រយ័ត្នខ្ពស់ខណៈដែលការវិវត្តថ្មីនៃកិច្ចចរចារវាងសហរដ្ឋអាមេរិកនិងអឺរ៉ង់បានក្លាយជាកត្តាកំណត់ទិសដៅតម្លៃមាសយ៉ាងសំខាន់អ្នកវិភាគសេដ្ឋកិច្ចបានកត់សម្គាល់ថារាល់សញ្ញានៃការចុះសម្រុងឬការប៉ះទង្គិចគ្នារវាងមហាអំណាចទាំងពីរនេះសុទ្ធតែជាឥទ្ធិពលផ្ទាល់ដល់ចិត្តសាស្ត្រអ្នកវិនិយោគទី1សេណារីយ៉ូនៃភាពតានតឹងរុញឲ្យតម្លៃមាសមានការធ្លាក់ថ្លៃនៅពេលដែលមានការចរចាជួបភាពតច្រកឬមានការគម្រាមកំហែងដាក់ទណ្ឌកម្មបន្ថែមពីសំណាក់ទីក្រុង Washington ទៅលើទីក្រុងតេអ៊ីរ៉ង់វាបានបង្កឲ្យមានក្តីព្រួយបារម្ភអំពីអស្ថិរភាពនៅតំបន់មជ្ឈមបូព៌ានៅក្នុងស្ថានភាពបែបនេះមាននឹងអាចបន្តធ្លាក់ថ្លៃឆ្ពោះទៅរកកម្រិត support ថ្មីពីសញ្ញានៃសន្តិភាពអាចធ្វើឲ្យតម្លៃមាសមានការកើនឡើងថ្លៃទៅវិញប្រសិនបើមានសេចក្តីរាយការណ៍អំពីការវិវត្តនៃភាពវិជ្ជមានដូចជាមានការបន្ធូរបន្ថយទណ្ឌកម្មប្រេងឬការវិលត្រឡប់ទៅរកកិច្ចព្រមព្រៀងនុយក្លេអ៊ែរនោះភាពភ័យខ្លាចនៅក្នុងទីផ្សារនឹងត្រូវបានរលាយបាត់តែនេះអាចធ្វើឲ្យវិនិយោគិនទិញមាសដើម្បីរកផលចំណេញ3ឥទ្ធិពលតម្លៃប្រេងនិងអតិផរណាអ្នកជំនាញបានសង្កត់ធ្ងន់ថាអឺរ៉ង់គឺជាតួអង្គសំខាន់នៅក្នុងការផ្គត់ផ្គង់ប្រេងសកលប្រសិនបើការចរចាបរាជ័យហើយនាំឲ្យមានការបិទច្រកសមុទ្រហូម៉ូសនោះតម្លៃប្រេងនឹងហក់ឡើងថ្លៃភ្លាមៗដែលជាកត្តាជំរុញឲ្យអតិផរណាកើនឡើងការធ្វើឲ្យមាសមានការធ្លាក់ថ្លៃដោយសារតែប្រជាប្រិយភាពរបស់មាសធ្លាក់ចុះព្រោះកង្វល់អតិផរណាជាក់ផងដែរថាក្រៅពីកត្តានយោបាយទិន្នន័យសេដ្ឋកិច្ចអាមេរិកដូចជាអត្រាអតិផរណា CPI និងការសម្រេចចិត្តទៅលើការកាត់បន្ថយអត្រាការប្រាក់របស់ធនាគារកណ្ដាល Federal Reserve ក៏នៅតែជាកត្តារួមផ្សំដែលមិនអាចខ្វះបានក្នុងការវិភាគទិសដៅមាសនាពេលនេះលោកស្រីដែលកំពុងតែមានចំណាប់អារម្មណ៍ចេះពីរបៀបទិញនិងលក់តម្លៃហាងឈានមាសអន្តរជាតិតាមរយៈប្រព័ន្ធធនាគារឥឡូវលោកស្រីអាចធ្វើការទំនាក់ទំនងមកនាងខ្ញុំសារ៉ារ៉ាសាន់ដេតាមលេខទូរស័ព្ទទៅខាងលើដើម្បីទទួលបានការប្រឹក្សាក៏ដូចជាការបង្រៀននិងការបើកគណនីជូនឲ្យលោកស្រីដោយឥតគិតថ្លៃ Scan QR ឥឡូវនេះដើម្បីទទួលបានព័ត៌មានថ្មីៗអំពីទីផ្សារហិរញ្ញវត្ថុបច្ចុប្បន្នភាពទីផ្សារការវិភាគនិងការអប់រំពី Channel Telegram ផ្លូវការរបស់ក្រុមហ៊ុន BFA Capital